ok chẳng to vì video muốn dương thưa ca convertពី decimal ទៅកាន់ binary ចឹងវីដេអូនេះយើងធ្វើការ reverse ពាក្យឧទាហរណ៍យើងមានពាក្យមួយ hello world បែបនេះចឹងវាថា hello world បែបនេះឲ្យវាបញ្ច្រាស់មកវិញនេះបញ្ច្រាស់ពី D នេះពី world មកចាប់មុនដំបូងចាប់ D បញ្ច្រាស់មកហើយ L O ហើយបន្តមកទៀតអញ្ចឹងអូខេគឺ demo មកគឺចេញបែបនេះអូខេនេះចាប់ D មកគឺបែបនេះចឹងដើម្បីបាន reverse បែបហ្នឹងគឺយើងមានសោះកូដមួយចំនួនហើយក៏យើងត្រូវការប្រើ stake ដែរនៅក្នុងនេះអូខេដំបូងយើងត្រូវសេទៅលើ structure របស់ C++ មកសិនបន្ទាប់ពីយើងសរសេរទៅលើ structure វាហើយគឺយើងហៅ stake មកព្រោះថា stake តែយើងសរសេរអញ្ចឹងវាអត់មកទេមិនដូច import នៅលើ React ឬក៏នៅលើអីផ្សេងទេគឺវាអត់មកទេព្រោះយើងហៅវាមកអូខេតើយើងហៅ stake មកហើយមួយទៀតយើងត្រូវហៅ string មកដែរដើម្បីកំណត់ថាតើនេះជា string ដែលយើងអាច reverse វាបានអូខេបន្តមកទៀតយើងមាន variable មួយគឺ variable string ដើម្បី string មួយយើងមាន variable ឈ្មោះថា type តាំងវាជា string ដើម្បីយើងឲ្យ user គេសរសេរពាក្យអីពាក្យទៅសាច់ចិត្តគេចង់សរសេរទេហើយមួយទៀតខ្ញុំមាន variable មួយទៀតមាន stake មួយទៀតមានឈ្មោះថា reverse ហើយ stake បើខ្ញុំតាំងជាឆានចង់ឲ្យវា reverse ចាប់ម្ដងមកតួអក្សរចាប់ម្ដងមកតួអក្សរអញ្ចឹងយើងប្រើចំពោះឆា set ទាំងឯងហើយបន្តមកទៀតគឺអត់មានអីច្រើនទេគ្រាន់តែយើងទី1យើងឲ្យ message មួយឲ្យ user គេបញ្ចូលទៅលើពាក្យហ្នឹងទៅហើយករណីថាខ្ញុំប្រើ get line នេះមានន័យថាដល់ពេលដែល user គេបញ្ចូលទៅមានការដក clear គឺចាប់មកទាំងអស់ប៉ុន្តែបើករណីថាយើងសរសេរតែ C in ទេយើងសរសេរតែ C in ទេបែបនេះទេវា C in បែបនេះអញ្ចឹងនៅពេលដែល user គេមានការដក clear ពាក្យនឹងវែងមានការដក clear អីច្រើនក្នុងការ input បែបនេះវាចាប់តែតម្លៃដំបូងទេតម្លៃបន្ទាប់ទៅគឺវាអត់ចាប់ទេក៏ប៉ុន្តែបើសិនជាយើងដាក់ get line ប៉ុណ្នេះ get line នេះយើងក្តោបទៅលើ C in ហើយនឹង variable របស់យើងដើម្បីឲ្យ user គេបញ្ចូលគឺបើទោះបីយើងមានការដក clear ប្រហែលដងក៏ដោយក៏វានៅចាប់ទិន្នន័យនោះទាំងអស់ដែរអូខេអាហ្នឹងចំពោះការ input គឺមានប៉ុណ្ណឹងហើយបន្ទាប់មកទៀតគឺខ្ញុំមាន message មួយបន្ទាប់ពី input ហើយ enter ពងឲ្យ message មួយលោកប្រាប់ user ថាអូអានេះជាទិន្នន័យដែលយើងត្រូវ reverse មកទិន្នន័យដែលយើង reverse មកគឺមានឈ្មោះគឺបែបម៉េចហើយទិន្នន័យដែលយើងបញ្ចូលហ្នឹងគឺវាបែបម៉េចអញ្ចឹងខ្ញុំដាក់បែបហ្នឹងដើម្បីឲ្យ user គេសង្កត់មួយទៀតគឺដើម្បី reverse បានគឺខ្ញុំប្រើ for loop 2 loop ទី1ខ្ញុំប្រើ for loop ទី2ខ្ញុំប្រើ while loop ដោយសារខ្ញុំប្រើ for loop នៅ loop ទី1ដោយសារតែយើងដឹងពីប្រវែងនៃការ loop របស់ពាក្យហ្នឹងអញ្ចឹងខ្ញុំឲ្យ e រត់ចាប់ពី0នោះវារត់ចាប់ពី index ហើយឲ្យ e ហ្នឹងវាតូចជាង type.length ហ្នឹងមានន័យថានេះឲ្យ type ទៅកាន់ length ហ្នឹងមានន័យថាមិនថា user គេវាយមកប្រហែលពាក្យទេមិនថាពាក្យហ្នឹងច្រើនឬក៏តិចមិនថាមានដក clear ឬក៏អត់គឺឲ្យទិន្នន័យហ្នឹងវាចាប់តាមរយៈនៃ length របស់ធាតុហ្នឹងចង់ដឹងថាធាតុហ្នឹងមាន length ប្រមាណអីប្រមាណឲ្យវាចាប់មកទាំងអស់ហ្នឹងឯងចឹងទៅមិនយើងដតទៅកាន់ length យើងមិនអាចដាក់បានថាតូចជាងឬក៏ស្មើ4តូចជាងឬក៏ស្មើ5ស្មើ10ស្មើ20គឺយើងអត់ដឹងពី user គេឲ្យបញ្ចូលទេលុះត្រាយើងកំណត់មិនយើងអាចដាក់ចំនួនលេខណាជាក់លាក់បើសិនជាករណីថាយើងអត់កំណត់ទេយើងឲ្យ user វាយតាមសាច់ចិត្តរបស់គេគឺយើងត្រូវដាក់ថាទៅតាមរាប់ទៅតាមប្រវែងនៃពាក្យដែល user គេបញ្ចូលបន្ទាប់មកឲ្យវាកើនឡើងម្ដងមួយហើយដល់ពេលយើង
ឲ្យ loop ចឹងហើយយើងត្រូវយកទៅលេខទាំងអស់ហ្នឹងពុះទៅចូលនៅក្នុង state របស់យើងអញ្ចឹងយើងយកឈ្មោះ state របស់យើងយក reverse យើងដកទៅការ method របស់ state មួយឈ្មោះថាពុះគឺយើងយកវាទិន្នន័យទាំងអស់ហ្នឹងហើយយកវាទៅទុកនៅក្នុង state របស់យើងគឺយើងអត់ទាន់យកវាមកខាងក្រៅ output ទេគឺយើងយកវាទៅទុកនៅក្នុង state របស់យើងបន្ទាប់ពីយើងយកវាទៅទុកនៅក្នុង state ហើយយើងត្រូវប្រើ loop មួយទៀតដើម្បីបង្ហាញវាចេញមកក្រៅអញ្ចឹងខ្ញុំប្រើ while loop អញ្ចឹងខ្ញុំដាក់ថាមិន reverse in ដកទៅកាន់ int បើសិនបើកទិន្នន័យហ្នឹងវាអត់ reverse ទេហើយវាមិន reverse int ហ្នឹងមានថាក្នុងហ្នឹងវាមានទិន្នន័យបើសិនជាករណីថាវាមានទិន្នន័យអញ្ចឹងឲ្យវាចាប់តម្លៃដំបូងបង្អស់របស់វានេះគឺឲ្យវាបង្ហាញមក cout reverse ដល់ទៅកាន់ top ហ្នឹងមានន័យថាវាចាប់តម្លៃដំបូងរបស់វាបន្ទាប់ពីចាប់តម្លៃដំបូងរបស់វាហើយគឺវាចាប់ដើមលុបទិន្នន័យចាស់នឹងចោលហើយវាចាប់ដល់ទិន្នន័យថ្មីមួយទៀតគឺវាចាប់ដើមលុបអូខេអញ្ចឹងប្រសិនហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយមានតែប៉ុណ្្នឹងទេខ្ញុំមើល run អស់គ្នាអូខេអញ្ចឹងខ្ញុំដាក់ hello មួយចុះឃើញទេវាចាប់មកពីក្រោយមកមុខវិញអានេះទិន្នន័យដែរយើងវាយទៅអត់ទាន់ reverse ទេអានេះគឺទិន្នន័យដែរ reverse ហើយគឺយើងsẽបែបហ្នឹងចុះបើយើងចង់ថាយើងលុប .pop ចេញតើវាមានរឿងអីកើតឡើងអូខេអញ្ចឹងអានមកយើងដាក់ hello ទៅដែរពុំឃើញទេបើយើងអត់ដាក់ pop ទេវាមានទិន្នន័យច្រើនមែនតើតម្រាំទៅដល់វារត់អស់ពីមួយអក្សរហ្នឹងវាជា anon ហើយមិនសូវទៅកាំងកុំព្យូទ័រទៀតចឹងទៅយើងដាក់ឲ្យវាលុបទិន្នន័យណាចាស់ដែលយើងអត់ត្រូវការនឹងចោលទៅចាប់តែទិន្នន័យណាដែលយើងត្រូវការគឺយកមកបង្ហាញតែប៉ុណ្ណោះអូខេអញ្ចឹងចំពោះការ reverse វាមានតែប៉ុណ្្នឹងទេ reverse មួយទៀតគឺចាំជិះវីដេអូក្រោយនឹងមានអីផ្លែកចំពោះលំហាត់អូខេបាយ